បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃដែរខ្ញុំបាទចង់ចែករំលែកអំពីវិធីធ្វើ matcha strawberry ផងដែរបាទអញ្ចឹងកាលពីវីដេអូទី1ក៏អ្នកទាំងអស់គ្នាបានចេះអំពីវិធីធ្វើ matcha latte ហើយចំពោះ matcha strawberry នេះតកតងនឹងរបៀបធ្វើក៏មិនមានអីខុសពីរបៀបធ្វើ matcha latte ផងដែរដោយគ្រាន់តែបងប្អូនថែមជាមួយនឹង strawberry តែរបៀបធ្វើ matcha ក៏អត់មានអីខុសគ្នាពីវីដេអូទី1ផងដែរបាទគឺយើងមានការថ្លឹង matcha 4ក្រាមដូចគ្នាអានឹងសម្រាប់កែវលេខ22ហើយនឹងសម្រាប់មួយបន្ទាប់មកយើងក៏យកទឹកក្តៅចំនួន30 ml ចាក់ចូលនៅក្នុងចានមច្ឆាហើយយើងធ្វើការកូរដំបូងគឺយើងកូរឲ្យវាចូលសព្វសាច់ល្អសិនបាទបន្តមកទៀតបងប្អូនក៏ថែមទឹកចំនួន20 ml ថែមពីលើទៀតរួចក៏បងប្អូនកូរវាឲ្យខ្លាំងព្រោះជាដំបូងនេះគឺយើងត្រូវកូរឲ្យខ្លាំងដើម្បីវាឡើងពុះហើយនឹងដើម្បីយកជា form ហើយនឹងមច្ឆារបស់យើងឲ្យវារលាយចូលគ្នាបានល្អផងដែរបាទអញ្ចឹងវាចាប់ដើមឡើងពពុះតិចតិចបានឡើង form មកហើយបើសិនបើយើងគិតជានាទីមើលទៅវាប្រហែលជាចូលជិត1នាទីអីដែរ2នាទីអីដែរអញ្ចឹងបងប្អូនមើលតាមជាក់ស្ដែងហើយនៅពេលដែលវាឡើង form ហើយយើងចាប់ដើមតម្លាក់ដៃមកកូរវាតិចតិចវិញកូរតិចតិចនេះគឺដើម្បីឲ្យពពុះដែលវាមានហ្នឹងគឺវាដើម្បីវារលាយចូលគ្នាទៅវិញយើងកូរបែបនេះរហូតតតែយើងអាចបញ្ជាក់បានថាអូខេមច្ឆារបស់យើងគឺវាបានសប់ចូលល្អហើយក៏វាមាន form ត្រឹមត្រូវហើយផងដែរបាទតាមពិតទៅចំពោះទឹកមច្ឆានៅក្នុងវីដេអូនេះទៀតសោតបងប្អូនអាចថែមមច្ឆាលើសនឹងបន្តិចអានេះប្រហែលជាអាចជ្រុលទឹកអញ្ចឹងវាអាចរៀងរាវបន្តិចណាបងប្អូនក៏ប៉ុន្តែគឺវាអូខេអត់អីទេប៉ុណ្ណឹងគឺយើងអាចទទួលយកបានបន្ទាប់មកក៏យើងយកកែវមកហើយយើងយក strawberry ហ្នឹងយើងយកចំនួន40 ml បាទ40 ml ហើយយើងយកបៀកកែវជុំវិញកែវតែម្ដងបាទអញ្ចឹងចំពោះ matcha strawberry នេះបងប្អូនអាចប្រើស្ករថែមក៏បានទឹកដោះគោខាប់បន្ថែមក៏បានដែរប៉ុន្តែតាមជាក់ស្ដែងអ្វីដែលខ្ញុំធ្វើតេស្តទៅគឺរសជាតិវាដាក់ strawberry ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយយើងក៏ធ្វើការដាក់ទឹកកកចូលផងដែរបាទបន្ទាប់មកបងប្អូនយកទឹកដោះគោស្រស់យកចំនួន100 ml មកហើយចាក់រោយពីលើយើងអាចយកចន្លោះពី100ទៅ110ផងដែរណាបងប្អូនបងប្អូនបន្ទាប់មកទៀតយើងក៏ចាក់មច្ឆាដែលយើងកូរហើយហ្នឹងពីលើមកអញ្ចឹងមានវិធីសាស្ត្រគឺមានតែប៉ុណ្្នឹងមច្ឆា strawberry គឺងាយបាទបងប្អូនបាទអញ្ចឹងបើសិនបើបងប្អូនដែលធ្វើតាមវិធីសាស្ត្រដែលខ្ញុំប្រាប់នេះរួចហើយមានរសជាតិបែបណាបងប្អូនអាច comment ខាងក្រោមបានហើយជាចុងក្រោយខ្ញុំបាទសូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានផងដែរបាទអញ្ចឹងបើសិនបើបងប្អូនណាដែលពេញចិត្តវីដេអូខ្ញុំបាទកុំភ្លេចជួយ subscribe ចុចរូបកណ្ដឹងបាទហើយនឹងចុច like មួយផងដែរបង